សួរលោកគ្រូលោកសិស្សនិស្សិតទាំងអស់គ្នាថ្ងៃនេះខ្ញុំបាននិយាយពីជាមួយទឹកនោមផ្អែមដើម្បីចែករំលែកទៅកាន់ដៃគូរបស់ខ្ញុំនិងអ្នកដែលបានទស្សនាវីដេអូមួយនេះមុននឹងចាប់ផ្ដើមខ្ញុំចង់សួរទៅកាន់លីណាថាតើជំងឺទឹកនោមផ្អែមនោះជាអ្វីឲ្យប្រកបជំងឺទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃដែលកម្រិតជាតិស្ករនៅក្នុងខ្លួនរបស់យើងឡើងខ្ពស់ឬមួយក៏បណ្ដាលមកពីលំពេងនឹងមិនផលិតអរម៉ូនអាល់ស៊ូលីនឬមួយក៏អរម៉ូនអាល់ស៊ូលីនមិនបានប្រើប្រាស់ដោយមានប្រសិទ្ធភាពនៅក្នុងខ្លួនរបស់យើងឥឡូវខ្ញុំឆ្ងល់ទៀតហើយរួចចុះអរម៉ូនអាល់ស៊ូលីននោះជាអីទៅអរម៉ូនអាល់ស៊ូលីនគឺជាអរម៉ូនម្យ៉ាងដែលជាអរម៉ូនគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងខ្លួនរបស់យើងហើយចូលជំងឺទឹកនោមផ្អែមហ្នឹងវាមានប្រមាណប្រភេទឬក៏មានតែមួយប្រភេទទេជំងឺទឹកនោមផ្អែមហ្នឹងមាន3ប្រភេទដែលជំងឺទឹកនោមផ្អែមប្រភេទទី1ឆ្លងកើតមានទៅលើមនុស្សវ័យជំទង់ឬក៏កុមារយើងផ្ទាល់តែម្ដងហើយជំងឺមូលហេតុដែលវាកើតហ្នឹងដោយសារតែការផលិតអរម៉ូនអាល់ស៊ូលីននៅក្នុងខ្លួនមិនបានគ្រប់គ្រាន់ហើយជំងឺទឹកនោមផ្អែមប្រភេទទី2គឺកើតមានចំពោះមនុស្សពេញវ័យឬក៏មនុស្សចាស់វាច្រើនកើតឡើងដោយសារតែបណ្ដាលមកពីការប្រើប្រាស់អរម៉ូនអាល់ស៊ូលីននៅក្នុងខ្លួនមិនមានប្រសិទ្ធភាពហើយភាគច្រើនជំងឺទឹកនោមផ្អែមប្រភេទទី2នេះកើតច្រើនជាងក្នុងចំណោមជំងឺទាំងទឹកនោមផ្អែមទាំង3ប្រភេទហ្នឹងហើយជំងឺទឹកនោមផ្អែមប្រភេទទី3ច្រើនកើតមាននៅលើស្ត្រីមានផ្ទៃពោះនៅពេលដែលស្ត្រីនោះសម្រាលកូនរួចកូនហ្នឹងជំងឺទឹកនោមផ្អែមនឹងបាត់ទៅវិញប៉ុន្តែនៅថ្ងៃអនាគតស្ត្រីនិងកូននោះអាចប្រឈមនឹងការជំងឺទឹកនោមផ្អែមមួយនេះឌីណាឥឡូវឌីណាបានប្រាប់ខ្ញុំថាជំងឺទឹកនោមផ្អែមមានទាំងអស់3ប្រភេទត្រូវអត់អញ្ចឹងខ្ញុំចង់សួរថាតើជំងឺទឹកនោមផ្អែមទាំង3ប្រភេទហ្នឹងមានរោគសញ្ញាដូចគ្នាទាំងអស់ឬយ៉ាងណាហើយជំងឺបើសិនជារោគសញ្ញាវាខុសៗគ្នាតើជំងឺទឹកនោមផ្អែមទាំងអស់ហ្នឹងមានរោគសញ្ញាដូចម្តេចខ្លះចំពោះជំងឺទឹកនោមផ្អែមរោគសញ្ញារបស់វាគឺប្រែប្រួលទៅតាមប្រភេទនៃជំងឺទឹកនោមផ្អែមដែលយើងបានកើតដោយប្រភេទទី1ហ្នឹងរោគសញ្ញារបស់វាមានរោគសញ្ញាទូទៅឯដែលយើងកើតមានអស់កម្លាំងស្បែកទឹកដេករីកនោមឃើញខុសពីធម្មតាស្រវាំងភ្នែកអីផ្សេងប៉ុន្តែចំពោះជំងឺទឹកនោមផ្អែមប្រភេទទី2វាមានលក្ខណៈស្រដៀងនឹងជំងឺទឹកនោមផ្អែមប្រភេទទី1ដែរប៉ុន្តែវាមិនសូវជាលេចចេញជារោគសញ្ញាយើងដឹងទេហើយចំពោះរោគសញ្ញាជំងឺទឹកនោមផ្អែមប្រភេទទី3ហ្នឹងច្រើនកើតមានទៅលើស្ត្រីមានផ្ទៃពោះហើយវាមិនមានរោគសញ្ញាអីច្បាស់លាស់ឡើយតើជំងឺទឹកនោមផ្អែមហ្នឹងជះផលវិបាកអ្វីខ្លះដល់អ្នកជំងឺទឹកនោមផ្អែមចំពោះផលវិបាកនៃជំងឺទឹកនោមផ្អែមទាំង3ប្រភេទហ្នឹងវាមានខ្សែតម្រង់នោមហើយដំបៅដែលក្រជាសះស្បើយហើយជំងឺទឹកនឹងសរសៃឈាមបេះដូងនិងសរសៃជក់ទៅនឹងសរសៃប្រសាទហើយនៅចំណងផ្លូវភេទយើងចុះខ្សោយបើសិនជាយើងចង់បង្ការខ្លួនឬក៏ការពារខ្លួនពីជំងឺទឹកនោមផ្អែមហ្នឹងតើយើងអាចធ្វើតាមវិធីអ្វីខ្លះចំពោះការវិធីបង្ការនៃកុំឲ្យកើតជំងឺទឹកនោមផ្អែមហ្នឹងគឺមានត្រូវហាត់ប្រាណបានគង់ទាត់បរិភោគអាហារដែលសម្បូរជីវជាតិជាពិសេសបន្លែកាត់បន្ថយការបរិភោគដែលភេសជ្ជៈកំប៉ុងដែលមានជាតិផ្អែមខ្លាំងហើយនឹងរបស់ចំណីអាហារណាដែលមានជាតិខ្លាញ់ច្រើនហើយឧស្សាហ៍ផឹកទឹកឲ្យបានច្រើនជាចុងក្រោយខ្ញុំបានយល់ដឹងច្រើនពីជំងឺទឹកនោមផ្អែមហើយអញ្ចឹងខ្ញុំសូមអរគុណឌីណាច្រើនដែលបានចែករំលែកអំពីលក្ខណៈទូទៅនៃជំងឺទឹកនោមផ្អែមរោគសញ្ញាក៏ដូចជាវិធីបង្ការនិងការពារខ្លួនពីជំងឺទឹកនោមផ្អែមនឹងដែរថ្ងៃនេះខ្ញុំនឹងមកនិយាយរៀបរាប់អំពីទស្សនៈឬក៏បនទាំង10ប្រការហើយខ្ញុំនឹងធ្វើការបកស្រាយវាបញ្យល់ទៅកាន់ឌីណាក៏ដូចជាអ្នកដែលតាមដានទស្សនាវីដេអូនេះតើទស្សនៈឬក៏បនទាំង10របស់មនុស្សហ្នឹងគឺជាអ្វីទស្សនៈឬក៏បនទាំង10ប្រការរបស់មនុស្សហ្នឹងគឺជាទង្វើល្អដែលមនុស្សយើងធ្វើឡើងតាមរយៈកាយវាចានិងចិត្តហើយកាយហ្នឹងតើតើនឹងអីបនដែលកើតឡើងដោយសារកាយហ្នឹងគឺមាន3ប្រការធំនោះគឺទី1កុំសម្លាប់ឬក៏បៀតបៀនជីវិតសត្វបែរន័យថាមនុស្សយើងមិនត្រូវទៅសម្លាប់មិនថាជាសត្វតូចឬក៏សត្វធំឬក៏សម្លាប់មនុស្សទេហើយទី2វិញគឺកុំ
កុំលួចប្លន់បានន័យថាយើងមិនត្រូវលួចលួចទ្រព្យសម្បត្តិឬក៏របស់របររបស់អ្នកដទៃដែលមិនមែនជារបស់យើងទេហើយនឹងទី3នោះគឺកុំកម្មតណ្ហាផ្ដេសផ្ដាស់បានន័យថាយើងមិនត្រូវមិនត្រូវមានកម្មតណ្ហាផ្ដេសផ្ដាស់អីផ្សេងៗទេ ចុះចំពោះវិចារវិញ វិចារវិញគឺមានរហូតដល់ទៅ4ប្រការនោះគឺទី1កុំប្រើសម្ដីអាក្រក់បានន័យថាយើងមិនត្រូវប្រើសម្ដីអសុរោះឬក៏ពាក្យដែលមិនសមរម្យឬក៏មិនគប្បីទៅលើអ្នកដទៃទេនិងទី2នោះគឺកុំអុចអាបានន័យថាយើងមិនត្រូវទៅនិយាយធ្វើឲ្យអ្នកដទៃហ្នឹងគេឆ្លោះគ្នាឬក៏ប្រកែកគ្នាទេនិងទី3នោះគឺកុំកុហកបានន័យថាយើងត្រូវតែប្រើពាក្យសម្ដីឬក៏ពាក្យត្រង់បានន័យថាយើងមិនត្រូវកុហកឬក៏បោកប្រាស់អ្នកដទៃទេនិងទី4នោះគឺកុំបញ្ចូលបានន័យថាយើងមិនត្រូវប្រើពាក្យល្អដើម្បីទៅបញ្ចូលធ្វើឲ្យអ្នកដទៃនឹងទន់ចិត្តខុសពីការពិតបានន័យថាលើកសរសើរគេខុសពីការពិតអីទេគឺយើងត្រូវតែប្រើពាក្យស្មោះត្រង់ហើយកុំគិតថាយើងបញ្ចូលគេនឹងដើម្បីទទួលបានអីជាផលប្រយោជន៍តខ្លួននោះ ហើយចំពោះចិត្តវិញវាតកតនឹងអី ចំពោះចិត្តវិញគឺមានដល់ទៅ3ប្រការនោះគឺលោភៈទោសៈនិងមោហៈដែលលោភៈនោះគឺបានន័យថាយើងមិនត្រូវមានលោភៈឬក៏មានសេចក្តីលោភលន់ទេនិងទី2គឺទោសៈបានន័យថាកុំមានចិត្តទោសៈបានន័យថាកុំមានចិត្តឆេវឆាយចិត្តខឹងឬក៏ចិត្តមិនល្អផ្សេងៗនិងទី3ចុងក្រោយនោះគឺមោហៈបានន័យថាកុំមានចិត្តមានះរឹងរូសឬក៏ពិបាកអប់រំបានន័យថាយើងមិនត្រូវធ្វើខ្លួនឲ្យពិបាកឲ្យគេអប់រំឬក៏មានចិត្តហឹងតតឹងទាំងដែលដឹងថាខ្លួនឯងខុសនោះទេ ជាចុងក្រោយខ្ញុំសូមអរគុណម៉ៃសម្រាប់ការចែករំលែកបនទាំង10ប្រការរបស់មនុស្សយើង គាត់នេះណាក៏ដូចជាអ្នកទាំងអស់គ្នាដែលបានតាមដានស្ដាប់ខ្ញុំពន្យល់បកស្រាយអំពីទស្សនៈនឹងតាំងដើមរហូតដល់ចប់